ស្គរជ័យល្បីតាំងពីក្មេងរហូតដល់ចាស់ឥឡូវនេះវ័យរឿងជ្រេបន្តិចហើយគ្រាន់តែ admin បាទយកទឹកស្ពាំមកភ្លាមបងប្អូនយើងហៅបង្កាត់ជាហោហែបាទស្គរជ័យត្រូវជាកូនរបស់អាសេះសមុទ្រដែលជាទូទៅបងប្អូនយើងតែងតែស្គាល់ថាអាសេះបងប្អូនបាទអញ្ចឹងនេះហើយស្គរជ័យកូនរបស់អាសេះជាបាខ្មែរពូជសុទ្ធបាទ100%បាទឥឡូវយើងទៅមើលបាទមេកូដែលបងប្អូនយើងកសិករយើងបានហៅបង្កាត់បាទមកដល់ពេលនេះគឺបាន4ក្បាលបងប្អូនណាបាទទឹកស្ពាំចូលភ្លាមបងប្អូនយើងហៅបង្កាត់ភ្លាមតែម្ដងតោះឥឡូវយើងទៅមើលបាទសកម្មភាពទាំងអស់គ្នាសួស្ដីបងប្អូនណាមកដាក់មេពូនៅខាងយើងក្រាំងស្បៅពូណាបាទក្រាំងស្បៅមេឡាយតែឥឡូវដាក់មួយបាខ្មែរមេឡាយអញ្ចឹងគាត់បាខ្មែរវិញបាទយើងដាក់ហើយមួយស្គរជ័យបាទបាខ្មែរដែលល្បីខ្លាំងបាទខ្សែរបស់សេះកូនសេះមេនេះមេឡាយវិញគឺឆែកមើលទៅគឺរហូតល្អមែនទែនរហូតល្អដល់កហើយមេនេះបាទទៅមើលបាទប្រកាសមួយបាខ្មែរម្ដងបាទនៅខាងក្រាំងស្បៅឃុំពពុតបាទយើងកដាស្ទឹងនេះនៅចិត្តគួរស្រូវដែរបងប្អូនបាទនៅចិត្តដុំគួរស្រូវដែរនៅយើងខាងចុះមកពីវត្តសំឡុងឡើងដាក់ដូចរាល់ហើយបាទមួយស្គរជ័យអរគុណច្រើនពូកូនដល់កបងប្អូនមើលណាកូនល្អអញ្ចឹងមិនគាត់ឡើងគាត់រើសបាទដាក់បាខ្មែរស្គរជ័យមេនេះមេផែនល្មមទេបងប្អូនណាបាទឥឡូវយើងដាក់ឲ្យបាត់ហើយមិញបាទប្រកាសមួយបាខ្មែរស្គរជ័យអញ្ចឹងបងប្អូនត្រូវការប្រកាសស្គរជ័យបាទគឺយើងមានទឹកស្ពាំមើលមេបងប្អូនមកល្មមមេល្មមដែរកូនអត់ល្មមទេណែមើលកូនបងប្អូនមើលកូនមើលហ្នឹងហើយមើលកូនបងប្អូនគេឲ្យ3លានតែគាត់អត់ទាន់លក់ឯងស្រឡាញ់ដល់ហើយគាត់ថាចង់ទុកចិញ្ចឹមផងហើយផងស្រឡាញ់បាទឃើញកូនស្អាតកូនដល់កបងប្អូនអើយបាទឲ្យកូនមេនេះតោះអរគុណបងហ្នឹងហើយនេះយើងប្រកាសនេះនៅយើងខាងតពាំងសាបបាត់ទីតកែវបងប្អូនណាបាទឥឡូវដាក់ឲ្យបាត់ហើយបាទថ្ងៃហ្នឹងយើងមកដាក់មេគាត់ដាក់សឡុងពូដាក់នេះមេនេះមេគាត់ខូចបាទកំពូលខូចមិនវាចូលសឡុងចេះមិនទេពូដល់ពេលបាយឡើងដេកហ្មងអត់អីដេកចឹងដាក់ឲ្យខ្ញុំវិញចាំមើលខ្ញុំដាក់ស្វាក់មិត្តវិញដេកចាំមើលដេកដល់ណាទៀតចាំមើលបាទឡើយយើងមកប្រកាសស្វាក់មិត្តឲ្យគាត់ដាក់បាខ្មែរតែចាំមើលគាត់រើសបាសិនតែគាត់ពេញចិត្តបាមួយណាដែរវាដេកខូចបាទអញ្ចឹងខូចយ៉ាងណាដេកយ៉ាងណាដាក់ស្ពាំគឺយើងដាក់បានទាំងអស់តែឥឡូវរៀបចំចូលហ្មងបងខ្ញុំឆែកមើលឲ្យដែរមុនប្រកាសបងប្អូនឥឡូវដាក់ឲ្យបាត់ហើយនេះហើយមួយស្គរជ័យបាខ្មែរមេគាត់ឡាយឥឡូវគាត់ស្រឡាញ់ខ្មែរប៉ិនដេកបាទប៉ិនចូលសាឡុងដេកដាក់បាលោតអត់កើតឥឡូវប្រកាសស្វាក់និមិត្តបាទអញ្ចឹងរួចរាល់ហើយបាទតែពេលដាក់ស្វាក់និមិត្តអត់មានដេកទេបងណាដោយសារបាស្វាក់និមិត្តនេះគឺលោតថ្នមណាឥឡូវយើងប្រកាសរួចរាល់ហើយបាទដាក់មួយស្គរជ័យបាទបាខ្មែរយើងនេះបាទតោះអរគុណបាទនេះឲ្យមកមើលកូនបាគាត់បន្តិចទីតាំងគាត់នេះនៅមុខវត្តសវណ្ណគិរីយើងនេះសវណ្ណគិរីនៅខាងសំរោងតងនេះដូចជានៅគេក្រាំង7ហ៎ក្រាំង7យើងនេះចាស់គាត់នៅទល់មុខនឹងទល់មុខវត្តជុំសវណ្ណគិរីហ្នឹងមកតោះឥឡូវយើងប្រកាសដូចរាល់ហើយបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃហ្នឹង admin មកទៀតហើយបាទមកដាក់មេមួយនៅយើងខាងក្រាំងស្លែងខាងត្បូងភ្នំតាម៉ៅយើងនេះបាទដាក់មេសនេះបងប្អូនណាបាទមេសនេះដាក់ជាមួយនឹងនេះបាទស្គរជ័យបងប្អូនណាចឹងបងប្អូនដែលត្រូវការស្ពាំបាខ្មែរបាទខ្មែរសុទ្ធស្គរជ័យយើងមានស្ពាំហីបាទឥឡូវកំពុងតែមកប្រកាសឲ្យបងនេះរួចរាល់ហើយបាទនៅយើងខាងបងភ្នំតាម៉ៅនេះទេបាទបាត់ទីបាទនៅខាងស្លែងអរគុណច្រើនបាទអរគុណច្រើនអូននេះយើងមើលមេខ្មៅគាត់នេះចិត្តកើតកូននេះមេនេះគាត់ថាកើតហើយដាក់ទៀតហើយបាទត្រៀមប្រកាសជាមួយនឹងបាផែនប្រភេទបាផែនបាក្បាច់គាត់ឆ្លាញ់ប្រភេទគោអញ្ចឹងអូខេអរគុណបងប្អូនណាបាទត្រូវការប្រភេទបាខ្មែរបាក្បាច់បាទគឺយើងមានច្រើនជម្រើសសម្រាប់បងប្អូនបាទមាន8បាចឹងបងប្អូនអាចឆ្លាញ់មួយណាជ្រើសរើសមួយនឹងបានបាទកុំភ្លេចតំណតំណងមកបាទ010 87 8x81បាទ0បាទ95 87 8x81អរគុណច្រើនជម្រាបលា